ជាមិនទាន់មានទេនាវេលាយប់ម៉ោង10នេះបងប្អូនជនរួមជាតិខ្មែរជាទីមេត្រីបងប្អូនប្រុសស្រីជាទីរាប់អានដោយលោកនាយករដ្ឋមន្ត្រីចាំផ្ទះសៀមនាយកកណ្ដាលស្រវឹងកច្ឆាអនុទិនដែលបានទូរស័ព្ទជាមួយនឹងលោកប្រធានាធិបតីថានឹងកិច្ចព្រមព្រៀងរវាងប្រទេសកម្ពុជានិងថៃទៅការបត់ចុះបាញ់នៅយប់នេះតែអនុទិនបានទើបតែផ្ដល់បទសម្ភាសន៍ទាំងរដិបរដប់ថាបើកម្ពុជាចង់ចុះបាញ់ត្រូវដាក់សំណើមកថៃមិនមែនដើរទៅប្រាប់មេដឹកនាំប្រទេសផ្សេងឲ្យមកនិយាយនោះទេសូមបញ្ជាក់ម្ដងទៀតថាភាគីថៃគឺត្រូវបានឈ្លានពាននិងគំរាមកំហែងយើងតបតដោយត្រឹមត្រូវដើម្បីការពារអធិបតេយ្យនិងប្រជាជនអ្នកផ្សេងក៏មកចេះដឹងហើយនៅសុកស្រាប់តែមានអ្នកមកប្រាប់ថាឲ្យឈប់បាញ់នាម៉ោង10យប់នេះបើគិតតាមបែបសាមញ្ញគឺវាមិនអាចទៅរួចនោះទេ